មកដឹងពីអត្ថប្រយោជន៍របស់ផ្លែផាសសិនផ្លែផាសសិនមិនត្រឹមតែឆ្ងាញ់ងាយស្រួលរកថែមទាំងអាចជួយការពារជំងឺមហារីកនិងជំងឺផ្សេងទៀតផាសសិនគឺជាផ្លែឈើមួយយ៉ាងដែលកំពុងតែពេញនិយមខ្លាំងក្នុងការយកវាទៅធ្វើជាភេសជ្ជៈដើម្បីបំពេញឲ្យរាងកាយទទួលបានអារម្មណ៍ស្រស់ថ្លាបំបាត់ការអស់កម្លាំងនិងបំពេញថាមពលឡើងវិញប៉ុន្តែអ្នកដឹងទេថាផ្លែឈើប្រភេទនេះមានអត្ថប្រយោជន៍យ៉ាងណាចំពោះសុខភាពទី1គ្រប់គ្រងសម្ពាធឈាមនិងការពារបេះដូងផ្លែឈើមួយនេះសម្បូរទៅដោយប៉ូតាស្យូមដែលជាសារធាតុរ៉ាយសំខាន់មួយដែលគ្រប់គ្រងកម្រិតសម្ពាធឈាមជាតិប៉ូតាស្យូមជួយសម្រួលដល់សរសៃឈាមនិងបង្កើនលំហូរឈាមវាជួយកាត់បន្ថយសម្ពាធបេះដូងនិងធ្វើឲ្យប្រសើរឡើងនូវសុខភាពបេះដូងទូទៅទី2ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកផ្លែផាសសិនផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលប្រឆាំងនឹងរ៉ាឌីកាល់សេរីបង្ការពីជំងឺមហារីកទី3ជួយឲ្យស្បែកមានភាពល្អប្រសើរផាសសិនជាប្រភពដ៏អស្ចារ្យនៃវីតាមីន A ដែលជាសារធាតុចិញ្ចឹមមានអត្ថប្រយោជន៍ជាពិសេសសម្រាប់ស្បែកទី4ជួយជំរុញភាពស៊ាំផាសសិនវីតាមីន C ជួយរំញោចសកម្មភាពកោសិកាឈាមសឲ្យប្រព័ន្ធភាពស៊ាំរឹងមាំនិងការពារពីជំងឺទូទៅទី5ផាសសិនជួយដល់ការរំលាយអាហារផ្លែផាសសិនសម្បូរទៅដោយជាតិសរសៃដែលងាយដល់ការរំលាយអាហារបានយ៉ាងឆាប់រហ័សហើយជាតិសរសៃទាំងនោះជួយដល់ការទល់លាមកធ្វើឲ្យចលនាពោះវៀនមានភាពល្អប្រសើរឡើងទី6ជួយពង្រឹងឆ្អឹងសម្បូរទៅដោយសារធាតុរ៉ែដូចជាម៉ាញ៉េស្យូមកាល់ស្យូមជាតិដែកនិងផូស្វ័រដែលជួយឲ្យឆ្អឹងរបស់អ្នកកាន់តែរឹងមាំការពារពីជំងឺពុកឆ្អឹងមិនតែប៉ុណ្ណោះទេនៅក្នុងផ្លែផាសសិនពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាពដូច្នេះដើម្បីទទួលបានរាងកាយរឹងមាំនិងការពារពីជំងឺមួយចំនួនអ្នកគួរតែញ៉ាំផ្លែផាសសិន